លប់ថ្ងៃអាទិត្យនៅភូមិតូចមួយជិតបឹងស្រង់ខេត្តបាត់ដំបងអាកាសធាតុស្អាប់ដូចជាផ្ទៃមេឃកំពុងលាក់អាតកំបាំងមួយពេលនោះសំឡេងឆ្នូតសត្វតាមស្លឹកឈើលាយបញ្ចូលជាមួយសំឡេងទឹកបឹងធ្លាក់តាមច្រាំងធ្វើឲ្យមនុស្សមិនសូវសប្បាយចិត្តក្មេងស្រីអាយុ17ឆ្នាំឈ្មោះលីណាកំពុងជិះកង់ត្រឡប់ពីសាលានាងពាក់អាវសពណ៌ស្ប៉ង់កន្សែងនិងមានប៉ោតសក់យ៉ាងស្អាតតែចម្ងាយពីផ្ទះប្រហែល1 គីឡូម៉ែត្រនាងឈប់នៅច្រាំងបឹងដើម្បីសម្រាកមានបុរសម្នាក់ស្លៀកអាវខ្មៅកំពុងអង្គុយតាមច្រាំងចង្អុលមើលទឹកកូនអើយកុំឈប់នៅទីនេះយូរទឹកបឹងនេះគេនិយាយថាមានអារ៉ាស្រីមួយនៅក្នុងនោះកើមនុស្សចាស់ម្នាក់ដែលកំពុងជួសជុលបង្គោលប៉ះទឹកស្ទាក់ស្ទើរនិយាយជាមួយនាងលីណាចេះតែញឹមហើយនិយាយថាតាមស្មារតីលេងទឹកបឹងនេះមិនដែលអីទេខ្ញុំស្រឡាញ់ទីនេះព្រោះវាស្ងាត់ជាមិនខានយប់នោះនាងមិនបានត្រឡប់ទៅផ្ទះទេម្ដាយនាងឈ្មោះម៉ៅសុជាតាបានរងចាំរហូតដល់អាធ្រាត្រសំឡេងខ្យល់បក់តាមស្លឹកដើមត្នោតនៅជិតផ្ទះដូចជាសូរសោកនាដកម្មព្រឹកថ្ងៃបន្ទាប់អ្នកភូមិឃើញកង់របស់លីណាត្រូវបោះចោលនៅជិតបឹងស្លាប់ព្រើសក់នាងស្ទើរតែជាប់លើផ្ទៃទឹកតែសាកសពគ្មានប៉ូលីសតំបន់បានចូលមកស៊ើបអង្កេតនាយស៊ើបអង្កេតស្រីសុភាបានមកដល់ទីកន្លែងជាមួយក្រុមជំនាញនាងបើកសៀវភៅកំណត់ហេតុនិងសង្កេតជុំវិញបឹងទឹកនៅទីនេះជ្រៅប៉ុន្តែមិនមែនជាទឹកដែលអាចលួចសាកសពបានលឿនប៉ុណ្ណោះទេតើនាងត្រូវគេបាត់ឬត្រូវគេសម្លាប់សុភាធ្វើសម្លេងទម្រង់ក្នុងចិត្តខណៈកំពុងសង្កេតច្រាំងបឹងអ្នកភូមិចាស់មួយចំនួននិយាយថាពេលយប់មុនគេឃើញបុរសម្នាក់ជិះម៉ូតូតាមក្មេងស្រីនោះមានអ្នកនិយាយថាមនុស្សនោះស្លៀកអាវខ្មៅនិងពាក់មួកដូចឆាយវិសាលមនុស្សនៅជិតវត្តចាស់តែឆាយវិសាលគឺជាមនុស្សដែលភូមិចូលចិត្តគេថាជាអ្នកស្ងប់ស្ងាត់គេរស់នៅឯកោមានផ្ទះតូចនៅចុងភូមិដោយមានរូបសំណាកឪពុកជាបុរសឧត្តមសាសនាចក្រសុភាបានដើរទៅសួរសំណួរនៅផ្ទះឆាយវិសាលពេលនាងដល់ទីនោះគេឃើញទ្វារផ្ទះបិទជិតតែមានក្លិនអាភាសដូចជាក្លិនសាច់ខូចបក់ចេញតាមជ្រុងបង្អួចលោកឆាយវិសាលប៉ូលីសមកសួរអំពីករណីក្មេងស្រីបាត់សុភាប៉ះទ្វារប៉ុន្តែមិនមានអ្នកឆ្លើយបន្ទាប់ពីប៉ូលីសបើកទ្វារចូលគេឃើញថាខាងក្នុងមួយជ្រុងមានរូបថតក្មេងស្រីជាច្រើនត្រូវដាក់ជាការប្រមូលខ្លះបាត់ជាប់ក្នុងកាសែតខ្លះស្លៀកអាវសាលារូបមួយក្នុងនោះគឺរបស់លីណាបន្ទាប់ពីបើកទូតូចក្នុងបន្ទប់គេងគេឃើញក្រដាសប៉ាន់មានចំណងជើងសរសេរគឺស្នេហាដែលមិនអាចស្រឡាញ់បានក្មេងស្រីគ្រប់អ្នកស្អាតពេកសម្រាប់ពិភពនេះក៏សុភាប៉ះចិត្តដល់ថ្នាក់ញាក់ដៃនាងដឹងថាវាអាចជាការចាប់ផ្ដើមនៃរឿងសម្លាប់សាហាវមួយដែលមិនមែនមានតែរឿងលីណានៅក្នុងក្រដាសប៉ាន់នោះមានលេខ17និងសញ្ញាក្រហមជាជើងចុចស្រមោលជាមួយអក្សរខ្មៅដិត17កូនក្រមុំការពិតនឹងស្នាក់ជារៀងរហូតសុភាបិទក្រដាសយ៉ាងប្រញាប់និងមើលក្រុមប៉ូលីសយើងប្រហែលជាមិនត្រឹមតែស៊ើបអង្កេតករណីបាត់ខ្លួនទេវាជាការចាប់ផ្ដើមនៃឧក្រិដ្ឋកម្មបន្តបន្ទាប់សំឡេងខ្យល់បក់តាមផ្ទះជាប់សំឡេងសត្វស្រែដូចជាការត្រួតពិនិត្យពីអាតកំបាំងដែលកំពុងត្រូវបើកឡើងវិញនៅក្រោយផ្ទះនោះមានបឹងតូចមួយតាមរយៈពន្លឺព្រះអាទិត្យលិចសុភាឃើញអ្វីមួយស្លៀកអាវសស្រក់ប្រេងលើទឹកហាក់ដូចជាមានដៃមនុស្សលេចចេញពីក្រោមទឹកអូបឹងនេះអាចជាទីស្នាក់របស់ជនរងគ្រោះជាច្រើនគឺនាងដកដង្ហើមជាដំបូងហើយនិយាយជាមួយខ្លួនឯងថានេះគឺជាការចាប់ផ្ដើមខ្ញុំនឹងរកឃើញអ្នកសម្លាប់17អ្នកនោះឲ្យបានមុនពេលគេរកក្មេងស្រីទី18ថ្ងៃបន្ទាប់ពីការរកឃើញក្រដាសប៉ាន់នោះប៉ូលីសបាត់ដំបងបានប្រមូលភស្តុតាងនិងបញ្ជូនឆាយវិសាលទៅកាន់ការិយាល័យស៊ើបអង្កេតគេត្រូវបានចាប់ខ្លួនជាសាក្សីសង្ស័យប៉ុន្តែមិនទាន់មានភស្តុតាងជាក់លាក់ថាគេជាអ្នកសម្លាប់ទេសុភាអង្គុយនៅមុខឆាយវិសាលក្នុងបន្ទប់ស៊ើបសួរមួយដែលភ្លឺតែដោយចង្គៀងតូចលើតុសុភាលោកឆាយវិសាលអ្នកស្គាល់ក្មេងស្រីឈ្មោះលីណាទេឆាយវិសាលញឹមស្រាលស្គាល់តែតាមមុខក្មេងស្រីស្អាតប៉ុន្តែសប្តាហ៍ក្មេងស្រីទាំងនោះមិនស្គាល់តម្លៃស្នេហាទេសុភាតម្លៃស្នេហាឬតម្លៃជីវិតឆាយវិសាលទាំងពីរពេលស្នេហាខូចស្លាប់ក៏គ្មានន័យទេជាសុភាបានសង្កេតស្នាមដៃគេនៅលើម្រាមដៃមានស្នាមសាក់ចាស់មួយស្រដៀងសញ្ញាដែលនាងឃើញក្នុងក្រដាសប៉ាន់សញ្ញារង្វង់4ជុំនាងកត់ចំណាំប៉ុន្តែភស្តុតាងគ្មានគ្រប់គ្រាន់ដូច្នេះឆាយវិសាលត្រូវបានដោះលែងក្រោយសួរសំណួររយៈពេល2ម៉ោងមុនចេញពីការិយាល័យគេនិយាយឃើញកាមេរ៉ាអ្នកនឹងឃើញការពិតពេលស្នេហានៅសល់តែឈាមសុភាមិនសប្បាយចិត្តនាងមានអារម្មណ៍ថាបុរសនោះមិនធម្មតាទេយប់នោះនាងមិនអាចដេកបាននៅក្នុងក្បាលមានតែពាក្យ17កូនក្រមុំក៏វិលជុំមិនឈប់សប្តាហ៍ក្រោយមានករណីបាត់លួនថ្មីក្មេងស្រីវ័យ15មួយឈ្មោះសុជឿនបាត់ពីផ្ទះក្រោយចេញទៅរៀនពេលនោះអ្នកភូមិឃើញម៉ូតូពណ៌ខ្មៅបើកតាមដានពីក្រោយកាមេរ៉ាសុវត្ថិភាពនៅជិតផ្លូវបង្ហាញស្រមោលមនុស្សម្នាក់ពាក់អាវខ្មៅដូចគេឃើញមុនសុភាធ្វើដំណើរទៅកាន់ទីកន្លែងចុងក្រោយដែលសុជឿនបានឃើញ
គឺជាវិថីតូចមួយនៅចំហៀងព្រៃឈើនៅទីនោះមានក្លិនជាតិដែលខ្លាំងប៉ូលីសជីកក្តីចិត្តរកជាតិនិងរកឃើញសាច់ដុំមនុស្សនៅក្បែរនោះមានភ្នូរចាស់ច្រើនដែលមើលទៅដូចត្រូវជីកឡើងម្ដងហើយប៉ូលីសសង្កេតឃើញថាបាតដៃឆាយវិសាមានស្នាមស្អិតដីថ្មីសុភាបានយកស្នាមដីពីកន្លែងហើយធ្វើតេស្តផ្ទៀងផ្ទាត់លទ្ធផលដីជាប់នឹងស្បែកគេដូចគ្នាប៉ុន្តែឆាយវិសាគេឆ្លើយថាក៏ខ្ញុំទៅជួយជីកបឹងចិត្តវត្តប្រសិនបើសង្ស័យខ្ញុំអាចបង្ហាញកន្លែងបានពេលនាំគេទៅបឹងនោះស្ថិតនៅក្រោយវត្តចាស់មួយដែលគេនិយាយថាមានវិញ្ញាណស្រីបែបអារក្សឈ្មោះលក្ខណាជាស្រីស្លាប់ក្នុងបឹងនោះតាំងពី50ឆ្នាំមុនអ្នកភូមិជាច្រើនជឿថាបុរសណាដែលទៅលេងពេលយប់នឹងឃើញនាងហើយចាប់ផ្ដើមស្រឡាញ់ស្នេហាខុសធម្មតាសុភាមិនជឿអារក្សទេប៉ុន្តែពេលយប់នោះនាងទៅត្រួតពិនិត្យបឹងដោយខ្លួនឯងភ្លៀងធ្លាក់ស្រអាប់បឹងងឹតនាងដើរចូលចិត្តច្រាំងហើយយឺសំឡេងស្រាលចេញពីទឹកសុភានាងញាក់ខ្លួនដកអាវទ្រនាប់ភ្លើងបាញ់ភ្លើងទៅលើទឹកប៉ុន្តែមិនឃើញអ្វីទេតែពេលត្រឡប់ក្រោយទើបឃើញអាវសាឡាសុជឿនបាក់លើដើមឈើខ្សែអាវមានស្នាមដៃឆ្អឹងស្រមោលក្រហមថ្ងៃបន្ទាប់សាកសពសុជឿនត្រូវរកឃើញក្នុងទន្លេចិត្តបឹងក្រចកដៃនាងមានស្នាមកោតផ្លាស្ទិកបង្ហាញថានាងត្រូវចងខ្លួនមុននឹងត្រូវទម្លាក់ចូលទឹកពេលពិនិត្យលើស្បែកសាកសពគេឃើញសញ្ញារង្វង់4ជុំដូចស្នាមសាក់នៅលើដៃឆាយវិសាសុភាផ្អើលចិត្តនេះជាកូនក្រមុំទី2នាងចាប់ផ្ដើមរៀបចំផែនការស៊ើបលាក់ដើម្បីចូលចិត្តឆាយវិសាតាមរយៈការជាមិត្តលើបណ្ដាញសង្គមតែពេលនាងចាប់ផ្ដើមតាក់ទងជាមួយគេតាមឈ្មោះអេវ៉ាក៏បណ្ដាញបង្ហាញថាជាសិស្សសាលាវ័យ18ឆាយវិសាឆ្លើយតបរហ័សហើយសរសេរថាខ្ញុំស្រឡាញ់ក្មេងស្រីស្អាតដែលមិនក្លាហានខ្ញុំអាចបង្ហាញអាចកំបាំងបឹងស្រង់ឲ្យបានសុភាចាប់ផ្ដើមជាប់ក្នុងល្បិចដែលនាងសង្កេតថាអាចនាំទៅរកក្មេងស្រីទី3ប៉ុន្តែពេលនាងបន្តសំណេះសំណាលតាមអនឡាញឆាយវិសាសរសេរពាក្យមួយដែលធ្វើឲ្យសុភាត្រចិត្តគឺអ្នកគួរតែដឹងថាបឹងស្រង់មិនមែនសម្រាប់អ្នករស់តែសម្រាប់អ្នកដែលចង់ស្រឡាញ់ដើម្បីស្លាប់គឺសុភាចាប់ដៃក្តាប់ទូរស័ព្ទរបស់នាងយ៉ាងតឹងនាងដឹងថាការស៊ើបអង្កេតនេះនឹងមិនត្រឹមតែរកឃើញឧក្រិដ្ឋជនទេប៉ុន្តែអាចនាំនាងចូលទៅក្នុងបឹងនៃអាចកំបាំងផ្ទាល់ខ្លួនផងដែរខ្ញុំនឹងរកសុជឿនទាំងអស់17នាក់ដែលត្រូវសម្លាប់ខ្ញុំនឹងបញ្ចប់រឿងនេះនាងនិយាយស្រែកទៅលើទឹកសំឡេងនោះត្រឡប់តាមខ្យល់ដូចជាការឆ្លើយតបពីអាចកំបាំងបឹងស្រង់នៅចុងភ្លឺមេឃនោះឆាយវិសាឈរមើលពីចម្ងាយជាមួយស្នាមញញឹមប្លែកលើមុខឆ្នាំ2009នៅភូមិបឹងស្រង់មានបុរសវ័យ73ឆ្នាំម្នាក់ឈ្មោះឆាយវិសាដែលទើបតែបញ្ចប់ការសិក្សានៅវិទ្យាស្ថានគរុកោសគេជាមនុស្សស្ងប់ស្ងាត់ស្លូតបូតស្រឡាញ់ការអានសៀវភៅនិងជួយសិស្សក្មេងក្នុងភូមិគេរស់ជាមួយម្ដាយឯកកោដោយឪពុកបានស្លាប់ចោលពីពេលក្មេងតិចថ្ងៃមួយនៅជិតបឹងស្រង់ឆាយវិសាបានជួបស្រីវ័យ19ឈ្មោះលក្ខណានាងជាសិស្សសាលាថ្មកម្រិតខាងលើមុខស្រស់ស្អាតប៉ុន្តែមានស្នាមសោកនៅក្នុងភ្នែកពួកគេចាប់ផ្ដើមនិយាយគ្នារៀងរាល់ពេលលក្ខណាមកលេងបឹងលក្ខណាបឹងនេះមានអារក្សស្រីស្នេហាអ្នកប្រុសណាដែលស្រឡាញ់ពេកតែស្នេហារបស់នាងតែងតែបំបត្តិគេវិសាហេតុអ្វីស្រឡាញ់ត្រូវសម្លាប់លក្ខណាព្រោះស្នេហាខ្លះគ្មានទីបញ្ចប់ល្អទេមនុស្សខ្លះមិនស្គាល់ព្រំដែននៃសេចក្តីស្រឡាញ់ទេពេលនោះវិសាមើលនាងដូចជាមនុស្សអស្ចារ្យស្នេហារបស់គេដុះដាលដូចឈើក្រោមភ្លៀងប៉ុន្តែម្ដាយគេស្ទាក់ស្ទើរគ្រប់ពេលព្រោះគេជឿថាលក្ខណាជាអ្នកចង់លួចសម្បត្តិថ្ងៃមួយម្ដាយគេនិយាយឲ្យគេបញ្ឈប់ទំនាក់ទំនងជាមួយនាងវិសាមិនព្រមប៉ុន្តែសោកនាដកម្មបានកើតឡើងម្ដាយគេស្លាប់ដោយការបាញ់ខ្លួនឯងនៅថ្ងៃដែលលក្ខណាដើរចេញពីផ្ទះកាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនោះលក្ខណាបានបាត់ខ្លួននៅជិតបឹងស្រង់អ្នកភូមិនិយាយថាគេឃើញនាងជិះមកអូតូជាមួយវិសាជាលើកចុងក្រោយប៉ូលីសសួរគេប៉ុន្តែគេនិយាយថាដែលនាងលោតចូលទឹកខ្ញុំមិនអាចជួយទាន់ទេជាសាកសពនាងមិនត្រូវរកឃើញតែពេលរាត្រីវិសាចាប់ផ្ដើមស្ដាប់សំឡេងស្រីនិយាយតាមខ្យល់គឺវិសាស្រឡាញ់ខ្ញុំទេយើងនៅក្នុងបឹងនេះជារៀងរហូតក៏សញ្ញារង្វង់4ជុំដែលគេសាក់លើដៃគឺជារូបសញ្ញាដែលលក្ខណាបានគូរលើក្រដាសមុនស្លាប់គេនិយាយថាវាមានន័យថាគឺស្នេហាដែលមិនអាចរួមរស់ជាមួយជីវិតបានទេក្រោយពីពេលនោះវិសាលក្លាយជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែគេចាប់ផ្ដើមប្រមូលរូបថតក្មេងស្រីជាច្រើនដែលមានលក្ខណៈដូចលក្ខណាគេនិយាយថាគឺស្នេហានឹងមានជីវិតវិញប្រសិនបើគេរកឃើញមុខដូចនាងជារៀងរាល់ឆ្នាំគឺឆ្នាំ2024សុភាបានរកឃើញកំណត់ហេតុនៅក្នុងកុំព្យូទ័ររបស់វិសាលមានឯកសារចាស់ចេញពីឆ្នាំ2009-2018ដែលបង្ហាញអំពីការបាត់ខ្លួននៃក្មេងស្រី17នាក់នៅតំបន់ជិតបឹងស្រង់ក្នុងឯកសារនោះមានឈ្មោះលក្ខណាជាកូនក្រមុំទី1សុភាវើកដៃញាក់ព្រោះវាមានតែមនុស្សម្នាក់ដែលឈ្មោះដូចនេះនៅក្នុងប្រវត្តិជនបាត់ខ្លួនចាស់នាងកាន់រូបថតលក្ខណាមុខនាងស្រដៀងនឹងសុភាចំពោះសុភាវាមិនមែនជាការប្រកាន់តែស៊ើបអង្កេតទេតែជាការប្រឈមផ្ទាល់ជាមួយអរិយស្នេហាដែលវិសាលជឿថានាងជាការផ្ទេរវិញ្ញាណយប់នោះ
នៅមុខកញ្ចក់បន្ទប់សុភាបន្ទាប់ពីនាងអានកំណត់ហេតុនោះរួចនាងឮសំឡេងស្រីស្រាលមកពីក្រោយគឺសុភាយើងត្រឡប់មកវិញហើយពេលនាងត្រឡប់មើលកញ្ចក់ស្ទើរតែបែកនៅក្នុងបញ្ចាំងក្បាលនាងដូចជាមានមនុស្សស្រីម្នាក់ឈរនៅក្រោយមុខស្រដៀងលក្ខណៈអ្នកជាអ្នកស៊ើបអង្កេតឬជាអ្នកនៃស្នេហារបស់គេសុភាភ្ញាក់ខ្លួនស្ទើរទម្លាក់កញ្ចក់នាងដឹងថាស្នេហានៃបឹងស្រង់មិនមែនជាគ្រាន់តែរឿងបុរាណទេប៉ុន្តែជាអាថ៌កំបាំងដែលកំពុងឆាប់ត្រឡប់មកវិញយប់នោះពេលសុភាត្រឡប់ពីការងារក៏នាងចាប់ផ្ដើមមានអារម្មណ៍ចម្លែកបន្ទាប់ពីការអានកំណត់ហេតុរបស់ឆាយវិសាលសូម្បីតែសំឡេងខ្យល់ក៏ដូចជាសូរស្រែកស្រាលពីស្ត្រីម្នាក់ដែលនិយាយឈ្មោះនាងជាបន្តបន្ទាប់គឺសុភាតើអ្នកនឹកខ្ញុំទេសុភាបើកភ្នែកទាំងភ្ញាក់ក្នុងសុបិនយប់មុននាងសុបិនឃើញស្ត្រីវ័យក្មេងម្នាក់ដើរឆ្លងកាត់បឹងស្រង់ក្នុងពេលភ្លៀងធ្លាក់សម្លៀកបំពាក់ស្រាលប៉ុន្តែភ្នែកនាងហាក់ដូចជាសោកសៅជ្រាបសពដោយទឹកភ្លៀងនិងទឹកភ្នែកព្រឹកថ្ងៃបន្ទាប់សុភាបានទៅកាន់បឹងស្រង់ដែលគេនិយាយថាជាទីកន្លែងលក្ខណៈបាត់ខ្លួននៅទីនោះមានអ្នកភូមិចាស់មួយចំនួនកំពុងបូមទឹកដើម្បីស្រាវជ្រាវអំពីការបាត់ខ្លួនថ្មីមនុស្សម្នាក់ឈ្មោះយាយសៅបាននិយាយដោយសំឡេងទន់ប៉ុន្តែរឹងមាំក៏គុំឲ្យកូនទៅឈរជិតទឹកណាកូនស្រីទឹកបឹងនេះមានអារក្សស្នេហាអ្នកណាមិនស្រឡាញ់ដោយស្មោះនឹងត្រូវទាញចូលក្នុងបឹងសុភាសើចស្រាលប៉ុន្តែចិត្តនាងកំពុងក្តៅដោយភាពចង់ដឹងនាងយកកាមេរ៉ារបស់នាងដើរលើច្រាំងដើម្បីថតរូបទេសភាពជាចំណងជើងស៊ើបអង្កេតតែពេលបង្រួមមើលតាមកាមេរ៉ានាងឃើញសម្លេងមនុស្សស្រីម្នាក់នៅចុងបឹងពេលលើកមើលផ្ទាល់វិញទៀតគ្មាននរណានោះទេនៅរាត្រីនោះសុភាបានស្ដាប់កាសែតចាស់បង្ហាញពីស្ត្រី17នាក់ដែលបានបាត់ខ្លួនក្នុងរយៈពេល14ឆ្នាំករណីទាំងនោះភាគច្រើនកើតឡើងនៅជិតទឹកបឹងឬស្រះឈ្មោះជា victims មានលក្ខណៈស្រដៀងគ្នាឈ្មោះផ្កាឬឈ្មោះស្រីដែលមានអក្សរចាប់ផ្ដើមដោយ Gil ក៏ដូចជាលក្ខណៈ Lida, Lundi, Lina, Liana អាចជាការជ្រើសរើសតាមមុខមាត់ឬអក្សរឈ្មោះឬអាចជាអ្នកស្លាប់ដំបូងកំពុងជ្រើសរើសជនជាប់បន្ទាប់គឺសុភាបានសរសេរចំណាំក្នុងសៀវភៅក៏សម្រាប់17នាក់មានទំនាក់ទំនងជាមួយស្នេហារបស់វិសាលក្មេងស្រីទាំង17នាក់សុទ្ធតែមានមុខស្រដៀងនឹងលក្ខណៈយប់នោះនៅពេលនាងកំពុងសរសេររបាយការណ៍សុភាបានស្ដាប់សំឡេងទឹកច្រាំងក្រៅបង្អួចពេលនាងដើរចេញទៅមើលបាតបឹងមានចលនាដូចជាមនុស្សម្នាក់កំពុងលេបខ្យល់ក្រោមទឹកសុភាយើងនៅទីនេះសុភាស្ទើរតែដួលនាងយកអំពូលពន្លឺបញ្ចាំងទៅលើទឹកត្រឡប់ស្ងៀមវិញតែពេលនាងបិទអំពូលវិញនៅលើជញ្ជាំងបន្ទប់មានស្នាមទឹកជារូបស្រីម្នាក់ក្បាលលិចក្នុងទឹកសុភារយៈពេលនោះដឹងថានាងមិនត្រឹមតែស៊ើបអង្កេតអក្រិតកម្មទេប៉ុន្តែត្រូវប៉ះពាល់ជាមួយអារក្សស្នេហាដែលមិនអាចស្ងប់ស្ងាត់បានយប់បន្ទាប់នាងសុបិនថានៅលើច្រាំងបឹងមានសម្លេងស្រី17នាក់ស្រែកជាមួយគ្នាវិសាលយើងនៅទីនេះសុភាមើលទៅឃើញវិសាលឈរនៅកណ្ដាលបឹងបំពង់ដៃឆ្ពោះទៅមុខហើយនិយាយថាលក្ខណៈត្រឡប់មកតែខ្ញុំមិនអាចបញ្ឈប់បានទេគីនាងភ្ញាក់ឡើងក្នុងអាណិតចង់ចាំពាក្យចុងក្រោយនោះនៅថ្ងៃបន្ទាប់នាងសម្រេចចិត្តទៅសួរអ្នកជិតខាងរបស់វិសាលយាយសៅបាននិយាយអំពីសញ្ញា4ជុំដែលសាក់លើដៃវិសាលនោះជារូបសញ្ញាដែលនាងលក្ខណៈគួរឲ្យមុនស្លាប់បាននិយាយតាមជំនឿវាជារង្វង់ស្នេហា4ជុំជីវិតសេចក្តីស្រឡាញ់ការស្លាប់ការផ្ទេរវិញ្ញាណសុភាចាប់ផ្ដើមចាប់អារម្មណ៍យ៉ាងខ្លាំងនាងសម្រេចចិត្តស៊ើបអង្កេតឯកសារចាស់របស់ស្ថានីយ៍ប៉ូលីសចាស់នៅខេត្តកំពង់ធំដែលកាលពីឆ្នាំ2009បានបិទសាកសពមិនរកឃើញប៉ុន្តែនៅចុងផ្នែកនេះមានរឿងមួយធ្វើឲ្យនាងត្រាស់ញាក់ថាការស្លាប់ទាំង17នោះមិនមែនជាសកម្មភាពឈួតសទេតែជារបៀបសង្គ្រោះវិញ្ញាណមួយប្រភេទនៅក្នុងឯកសារមួយមានចំណងជើងថ្ងៃសៅរ៍មួយព្រឹកសុភាបានធ្វើដំណើរទៅខេត្តកំពង់ធំដោយគោលបំណងស្នើសុំចូលសារព័ត៌មាននៃស្ថានីយ៍ប៉ូលីសចាស់ដែលបានបិទប្រើប្រាស់ជាង10ឆ្នាំមកហើយនាងបានទទួលការអនុញ្ញាតបន្ទាប់ពីបង្ហាញអត្តសញ្ញាណសារព័ត៌មាននិងលិខិតបញ្ជាក់ពីក្រុមស៊ើបអង្កេតមជ្ឈមណ្ឌលនៅក្នុងបន្ទប់ឯកសារចាស់ដែលពោពេញដោយធូលីនិងក្លិនសៀវភៅចាស់សុភាបានរកឃើញប្រអប់លោហៈមួយមានស្លាកចាស់សរសេរថា Project Lafina Confidential 2010 Chevysol គឺនាងបើកវាប៉ុន្តែចិត្តធ្លាក់នៅពេលឃើញខាងក្នុងមានសៀវភៅកំណត់ហេតុដៃរបស់ឆាយវិសាលរូបថតស្រីជាច្រើនដែលមានមុខស្រដៀងគ្នាបន្ទះឈើមួយមានសញ្ញារង្វង់4ជុំសាក់ជាស្នាមឈាមនិងចុងក្រោយគឺឯកសារសរសេរដោយដៃការសាក់លបងដំបូងបានចាប់ផ្ដើមគឺលក្ខណៈបានស្លាប់ប៉ុន្តែខ្ញុំមិនអាចបំភ្លេចនាងបានទេខ្ញុំនៅសំឡេងនាងរៀងរាល់យប់ពេលខ្ញុំនឹកនាងនិយាយថាមានវិធីនាំនាងត្រឡប់មកវិញប្រសិនបើខ្ញុំរកមនុស្សដែលមានស្នេហាស្មោះដូចនាងក៏កំណត់ហេតុទី2ខែឧសភា2011គឺក្មេងស្រីដំបូងឈ្មោះលីណានាងស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដប៉ុន្តែពេលខ្ញុំសាក់លបងបញ្ចូលសញ្ញារង្វង់4ជុំលើដៃនាងស្លាប់ភ្លាមខ្ញុំស្ដាប់សំឡេងលក្ខណៈសាច់ក្នុងទឹកសុភាដកដង្ហើមស្លាប់ទៅក្នុងការសាក់លបង
នោះមានន័យថាវិសាលកំពុងសាកល្បងអ្វីមួយដែលជាប់ពាក់ព័ន្ធនឹងស្លាប់កំណត់ហេតុទី6 ខែមិថុនា2013ក៏ខ្ញុំគិតថាអារក្សនៃស្នេហាមិនមែនជាអារក្សទេប៉ុន្តែជាភាគីនៃវិញ្ញាណដែលបាត់បង់ពេលស្លាប់ប្រសិនបើខ្ញុំអាចផ្ទេរវិញ្ញាណលក្ខណៈទៅកាយរបស់ស្រីម្នាក់ដែលមានបេះដូងស្អាតដូចនាងនឹងរស់ឡើងវិញក៏សុភាភ្ញាក់ដែលញាក់នាងចាប់ផ្ដើមយល់ថាការសម្លាប់17នាក់មិនមែនជាការឃាតដោយអារម្មណ៍ឆ្កួតទេប៉ុន្តែជាការសាកល្បងផ្ទេរវិញ្ញាណនាងបើកទំព័រទៅចុងក្រោយនៃកំណត់ហេតុនៅទីនោះមានសម្រងសរសេរជាអក្សរឈាមកមនុស្សទី18ត្រូវតែមានចិត្តស្អាតជាងគេនាងនឹងជំនួសលក្ខណៈឈ្មោះនាងសុភាភ្ញាក់ភ្លាមឈ្មោះនាងឯងបានសរសេរជាមុនដល់14ឆ្នាំមកហើយនាងកាន់សៀវភៅដៃដុសញាក់តើអាចជាអក្សររបស់វិសាលពិតទេឬជាការកែសម្រួលដោយនរណាម្នាក់បន្ទាប់ពេលនាងត្រឡប់ទៅផ្ទះនៅលើផ្លូវចេញពីស្ថានីយ៍ចាស់មានសំឡេងស្រីម្នាក់និយាយតាមខ្យល់គឺអ្នកបានរកឃើញហើយប៉ុន្តែមិនអាចគេចវេសុភាបិទត្រចៀកប៉ុន្តែសំឡេងនោះនៅតាមមកដល់ផ្ទះពេលនាងបើកទូរស័ព្ទមានសារចូលថ្មីមួយមិនមានលេខផ្ញើក៏សុំស្នេហារយៈពេល3ថ្ងៃបន្ទាប់មកយើងនឹងជួបគ្នានៅក្នុងទឹកសុភាចាប់ផ្ដើមមានការភ័យខ្លាចប៉ុន្តែជំនាញសារព័ត៌មានក្នុងនាងបញ្ជាឲ្យបន្តស៊ើបអង្កេតនាងសម្រេចចិត្តទៅសុំជំនួយពីអនុប្រធានប៉ូលីសមួយឈ្មោះមេងសារ៉ាតដែលជាមិត្តស្និទ្ធតាំងពីសាលានៅលើការិយាល័យរបស់សារ៉ាតសុភាបានបង្ហាញឯកសារ Project Lafinak សារ៉ាតអះអាងថាកាលពីឆ្នាំ2010មានការស៊ើបអង្កេតបែបវិទ្យាសាស្ត្រអាចកំបាំងមួយវិសាលជាអ្នកចូលរួមជាសិស្សអនុសាសន៍ផ្នែកចិត្តវិទ្យាគាត់ជឿថាវិញ្ញាណអាចផ្ទេរពីមនុស្សមួយទៅមនុស្សមួយប៉ុន្តែគាត់បាត់ខ្លួនមុនពេលគេចាប់ក៏សុភាសួរយ៉ាងចម្លែកបាត់ខ្លួនមិនមែនស្លាប់ទេអត់ទេគាត់បាត់ក្នុងយប់ភ្លៀងនៅជិតបឹងស្រង់មិនមានសាកសពទេជាសុភាធ្វើមុខស្ងៀមស្ងាត់នាងចាប់ផ្ដើមសង្ស័យថាវិសាលអាចនៅរស់ឬវិញ្ញាណរបស់គេកំពុងរស់ក្នុងនរណាម្នាក់យប់នោះនាងទទួលសារម្ដងទៀតសុភាសូមស្នេហាខ្ញុំដូចដែលលក្ខណៈស្រឡាញ់យើងនឹងរួមគ្នាវិញក៏សុភាចាប់ផ្ដើមស្រែកក្នុងអន្ទាក់នៃស្នេហានឹងអាប់ធ្មប់នាងដឹងថាការស៊ើបអង្កេតនេះមិនមែនសម្រាប់សារព័ត៌មានទៀតទេប៉ុន្តែជាការរក្សាជីវិតរាត្រីមួយនៅភូមិបឹងស្រង់ពេលភ្លៀងធ្លាក់ស្រអាប់លើដីខ្យល់ត្រជាក់កំពុងហូរចូលក្នុងផ្ទះបន្ទប់សុភានាងអង្គុយលើកៅអីខិតខំធ្វើតេស្តឯកសារ Project Lafina នៅលើទៅចាស់ភ្លើងទៀនបំភ្លឺបន្ទប់តូចប៉ុណ្ណោះទូរស័ព្ទដៃរបស់នាងរំខានសារថ្មីមួយមកសុភាពេលនេះយើងនឹងជួបគ្នានៅទីកន្លែងដែលទឹកនិងស្នេហារួមគ្នាគឺនាងចាប់ដៃក្តាប់ទូរស័ព្ទដង្ហើមយ៉ាងខ្លាំងសារនេះមិនមែនជាសារៈពាណិជ្ជកម្មទេប៉ុន្តែហាក់ដូចជាការព្រមានផ្ទាល់ពីវិសាលសុភាដឹងថាពេលនេះគេអាចនៅចិត្តនាងឬវិញ្ញាណគាត់បានផ្ទេរមកនៅទីនេះនាងកាន់កាមេរ៉ានិងអំពូលបំពង់ដៃចេញទៅបឹងស្រង់ពេលនាងដើរចូលទៅលើច្រាំងយប់កំពុងងឹតហើយមានសំឡេងទឹករំញោចស្រាលនាងដកដង្ហើមធ្វើចិត្តឲ្យស្ងប់ត្រូវតែរកឃើញត្រូវតែយល់គឺនៅជំងាយមុខបាតបឹងបង្ហាញស្រមោលមនុស្សម្នាក់កំពុងឈរវិញមើលមិនច្បាស់ប៉ុន្តែពេលនាងបញ្ចេញភ្លើងអំពូលបំពង់ដៃចម្លែកវាមិនមែនមនុស្សទេវាជាកំណែកខ្យល់និងទឹកលាយគ្នាប៉ុន្តែស្រមោលក្បាលគាត់ដូចជាមនុស្សស្រីម្នាក់មុខស្រដៀងលក្ខណៈសុភាចិត្តរបស់អ្នកស្អាតតើអ្នកចង់ឃើញខ្ញុំវិញទេសុភាជ្រាបខ្លួនតែចិត្តនាងចង់ដឹងពេលនាងដើរចូលទៅកាន់ស្រមោលនោះវាមានសំឡេងសូរស្រែកជាច្រើនភវិសាលសុភាតើអ្នកនឹកខ្ញុំទេវាស្រដៀងជាសំឡេងដែលនាងបានឬក្នុងសុបិននាងដឹងថានេះមិនមែនការស្រមោលទេប៉ុន្តែវិញ្ញាណវិសាលបានចូលក្នុងទឹកនិងបឹងស្រង់ទាំងពីរនៅក្បែរបឹងវិញវិសាលឈរប៉ុន្តែភ្នែកគាត់ដូចទឹកបឹងមិនអាចមើលជ្រៅបានសុភាបញ្ចេញសំឡេងចង់ដឹងភវិសាលអ្នកនៅទីនេះពិតទេវិសាលឆ្លើយស្រាលក៏ខ្ញុំមិនមែនមនុស្សទេតែខ្ញុំអាចឃើញអ្នកខ្ញុំបានរស់ឡើងវិញតាមរយៈស្នេហារបស់អ្នកក្មេងស្រីទាំង17នាក់ពួកនាងជួយផ្ទេរវិញ្ញាណខ្ញុំត្រូវការគំនៅសុភាចាប់ដៃក្តាប់កាមេរ៉ាប៉ុន្តែដកដង្ហើមសម្រេចថាគាត់មិនមែនជាមនុស្សទេតែការរស់នៅក្នុងទឹកបឹងនិងការបង្ហាញស្រមោលនេះពោលថាគាត់កំពុងឈរដោយវិញ្ញាណតើអ្នកគិតថាអ្នកអាចជួយខ្ញុំវិញបានទេសុភាដូចសួរបានតែអ្នកត្រូវចេះស្រឡាញ់ដោយស្មោះមិនត្រឹមតែខ្ញុំទេតែស្រីទាំង17នាក់សុភាភ្ញាក់ខ្លួនពេលនាងចាប់ផ្ដើមយល់ថាការស៊ើបអង្កេតអក្រិតកម្មទាំង17នាក់និងការរស់ឡើងវិញនេះមានទំនាក់ទំនងទៅនឹងការស្រឡាញ់ពិតប្រាកដវិសាលបង្ហាញនាងឯកសារចាស់មួយនៅក្នុងទឹកបង្ហាញពីបុរសម្នាក់បាត់ខ្លួនចេញពីបឹងរយៈពេល10ឆ្នាំនៅលើសៀវភៅមានបន្ទាត់ការរស់ឡើងវិញគឺការផ្ទេរវិញ្ញាណពីមនុស្សមួយទៅមនុស្សមួយអ្នកដែលមានចិត្តស្អាតអាចផ្ទេរវិញសុភាដឹងថាពេលនេះវិសាលមិនបានស្លាប់ទេតែគាត់មិនមែនជាមនុស្សទេគាត់ជាស្នាមស្នេហាដែលបានផ្ទេរវិញ្ញាណការរស់ឡើងវិញនេះបង្ហាញថាវិសាលអាចមានភាពខុសប្លែកពីមនុស្សធម្មតាគាត់
អាចឃើញអារៈនិងស្រមោលគាត់អាចផ្ទេរវិញ្ញាណនៃស្នេហានិងការស្លាប់ទៅក្មេងស្រីថ្មីសុភាអ្នកនឹងជាអ្នកជួយខ្ញុំចេញពីបឹងនេះយើងត្រូវការស្នេហារបស់អ្នកសុភាបង្ហាញពីអារម្មណ៍ភ័យបន្តិចប៉ុន្តែចិត្តនាងស្គាល់ថាមនុស្សម្នាក់ដែលស្មោះលើស្នេហាអាចជួយបញ្ចប់អាថ៌កំបាំងនេះវិញវិសាលបានបង្រៀនសុភាស្រឡាញ់ដោយស្មោះមិនបែកចេញពីការពិតតាមស្នាមស្ត្រីមួយដែលត្រូវបានស្លាប់សុភាអង្គុយជាមួយគាត់លើច្រាំងបឹងពេលភ្លៀងធ្លាក់បាត់ទឹកคล้ายជាកញ្ចក់ដូចជាបង្ហាញពីស្រី17នាក់ពួកនាងស្រែកផងដែរសុភាជួយយើងចេញពីការបាត់បង់ស្រឡាញ់យើងពិតប្រាកដនាងចាប់ដៃវិសាលហើយដឹងថាពេលនេះគាត់មិនមែនមនុស្សទេប៉ុន្តែជាស្នាមស្នេហាវិញ្ញាណដែលកំពុងរស់ឡើងវិញនៅពេលនាងត្រឡប់ទៅផ្ទះសុភាភ្ញាក់ចិត្តពេលនាងមើលក្នុងកញ្ចក់ទឹកបឹងបង្ហាញស្រមោលវិសាលស្រមោលស្រី17នាក់នៅជុំវិញសុភាភ្នែកទេទាំងចិត្តស្រឡាញ់និងភ័យខ្ញុំត្រូវជួយពួកនាងតែខ្ញុំអាចរួចចេញពីវានាងសួរខ្លួនឯងពេលនាងដេកនៅក្នុងសុបិនសុភាភ្ញាក់ឡើងពីស្រមោលស្រីម្នាក់យើងនៅទីនេះរួមគ្នាសុភានេះជាបញ្ចប់ផ្នែកទី6សុភាដឹងថាពេលនេះការស៊ើបអង្កេតរបស់នាងបានចូលទៅក្នុងពិភពស្នេហានិងវិញ្ញាណគ្មានវិធីត្រឡប់មកវិញទៅជាមនុស្សធម្មតាទេតែត្រូវស្រឡាញ់និងចេះស្រឡាញ់ពិតប្រាកដសុភាអង្គុយនៅលើច្រាំងបឹងស្រង់ពេលភ្លៀងធ្លាក់បន្តិចទឹកលាក់កន្លែងប្លែករបស់បឹងហើយភ្លៀងលើសន្លឹកទឹកក៏បង្កើតសំឡេងស្រែកស្រាលនៅជុំវិញវិសាលឈរនៅពីចម្ងាយប៉ុន្តែភ្នែកគាត់មើលមិនច្បាស់ដូចជាទឹកបឹងផ្ទៃក្រោមភ្លើងទៀនសុភាដឹងថាវិញ្ញាណគាត់បានផ្ទេរពីស្រី17នាក់នឹងនៅតាមជុំវិញបឹងសុភាពេលនេះអ្នកត្រូវជួយខ្ញុំផ្ទេរវិញ្ញាណថ្មីអ្នកគឺជាកន្លងស្នេហាអ្នកអាចផ្ដល់ជីវិតវិញសំឡេងស្រែកសុភាត្រឡប់មើលទឹកបើកាមេរ៉ាដៃនៅក្នុងទឹកស្រស់លាបភ្នែកនាងឃើញស្រីវ័យ17ម្នាក់ស្អាតស្រស់ប៉ុន្តែមិនទាន់បង្កើតភាពអស់លទ្ធភាពនាងដឹងភ្លាមថានាងអាចជាគោលបំណងក្នុងផែនការរបស់វិសាលបង្ហាញឯកសារចាស់និងរូបថតក្មេងស្រីទាំង17អ្នកឈ្មោះអាទិត្យស្រីលក្ខណាលីណាលុនឌីស្រីម្នាក់ស្រដៀងលក្ខណារូបសៀវភៅចាស់សរសេរថាផ្ទេរវិញ្ញាណទៅក្មេងស្រីដែលមានបេះដូងស្អាតសុភាតើអ្នកចង់ឃើញពួកនាងវិញទេអ្នកអាចផ្ដល់ឱកាសដល់ពួកនាងត្រឡប់វិញស្រែកសុភាដឹងថាបើនាងយល់ព្រមនាងនឹងក្លាយជាផ្នែកមួយនៃផែនការផ្ទេរវិញ្ញាណនេះនាងចាប់ដៃវិសាលហើយដាក់ដៃក្នុងទឹកភ្លាមនោះទឹកក្លាយជាស្រមោលស្រី17នាក់ឮឡើងជាសំឡេងមួយគឺសុភាសូមចូលរួមស្រឡាញ់ពួកយើងពិតប្រាកដក្តីអាណិតនិងការភ័យច្របូកច្របល់ចិត្តចាប់ផ្ដើមចងចាំសុភានាងមិនអាចខកចិត្តទេពេលដែលទឹកក្លាយជាស្រមោលមនុស្សវិញវិសាលបង្ហាញនាងពីអារម្មណ៍គាត់នៅក្នុងបឹងតែសំឡេងស្រមោលរបស់គាត់អាចបន្តទៅសុភាអារម្មណ៍ស្នេហារបស់គាត់កំពុងលាយជាមួយការស្លាប់និងការរស់ឡើងវិញទឹកបឹងនិងភ្លៀងក្លាយជាស្នាមស្នេហាដែលបង្ហាញពីភាពអស់សង្ឃឹមនៃពួកក្មេងស្រីសុភាត្រូវការចិត្តស្អាតអ្នកគឺជាកន្លងស្នេហាបើអ្នកចេះស្រឡាញ់ពួកនាងនឹងរស់ឡើងវិញសុភាចាប់ដៃវិសាលក្រឡាប់ចិត្តនាងស្គាល់ថានេះមិនមែនអារៈទេប៉ុន្តែស្នាមស្នេហាផ្ទាល់ពីស្រីម្នាក់ដែលចង់រស់ឡើងវិញវិសាលបានណែនាំដើម្បីផ្ទេរវិញ្ញាណទៅក្មេងស្រីថ្មីសុភាត្រូវសរសេរឈ្មោះនិងគំនិតស្នេហារបស់នាងក្នុងក្រដាសពិសេសការសរសេរត្រូវមានសេចក្តីស្មោះនិងបរិសុទ្ធបន្ទាប់ពីសរសេរនិងចម្លងអារម្មណ៍ទៅទឹកបឹងនិងបង្ហាញស្រីម្នាក់ស្រដៀងលក្ខណៈសុភាអង្គុយរំភើបប៉ុន្តែចិត្តនាងក៏ភ័យផងដែរនាងដឹងថាប្រសិនបើធ្វើខុសអាចបងក៏ពន្លឺនឹងស្លាប់ក្មេងស្រីថ្មីក៏តើខ្ញុំត្រូវធ្វើអ្វីតើវាជាការប្រឈមនៃស្នេហារបស់ខ្ញុំទេនាងសួរខ្លួនឯងវិញវិសាលស្រែកសុភាចេះស្រឡាញ់ពោលថាស្រឡាញ់ពិតប្រាកដអ្នកគឺជាកន្លងស្នេហាសុភាបិទភ្នែកចាប់ដៃចេញពីក្រដាសនិងចុចចូលទឹកជាមួយនឹងការស្រឡាញ់និងការទទួលខុសត្រូវចិត្តស្មោះទឹកបឹងផ្លាស់ប្ដូរភ្លាមនោះស្រមោលក្មេងស្រីម្នាក់កើតឡើងពីទឹកនាងមានភ្នែកស្រដៀងលក្ខណៈពេលដែលនាងទើបតែដកដង្ហើមក៏ខ្ញុំត្រឡប់មកវិញសុភានាងសួរបង្អួចភ្លឺភ្លាមសុភាភ្ញាក់ផ្អើលពេលដែលទឹកក្លាយជាស្រមោលនៃក្មេងស្រីម្នាក់ដែលរស់ឡើងវិញដោយស្នេហារបស់នាងបើអ្នកស្រឡាញ់ពួកនាងនឹងរស់បើមិនស្រឡាញ់ពួកនាងនឹងបាត់ទៅវិញស្រែកសុភាអង្គុយនឹងទទួលបានភាពតាក់ទាញអារម្មណ៍និងសេចក្តីស្រឡាញ់ពិតប្រាកដពីស្រីម្នាក់ដែលត្រូវបានផ្ទេរវិញ្ញាណនេះជាចំណុចដែលផ្ដើមបង្កើតទំនាក់ទំនងរវាងសុភានិងវិសាលវិញ្ញាណដោយផ្អែកលើការស្រឡាញ់ពោលថាការរស់ឡើងវិញមិនមែនជាការប្រើអំណាចឬការឃាតទេតែជាការស្រឡាញ់ដែលអាចផ្ទេរវិញ្ញាណបានព្រឹកថ្ងៃច័ន្ទកាលពីសុភាបានផ្ទេរវិញ្ញាណក្មេងស្រីម្នាក់ទៅក្មេងស្រីថ្មីទឹកបឹងនៅស្រង់ភ្លឺរាបស្មើហើយសំឡេងភ្លៀងធ្លាក់ចាក់លើទឹកដូចជាបទភ្លេងស្រទន់បន្តិចសុភាអង្គុយលើច្រាំងបឹងចិត្តតនាងពោពេញដោយអារម្មណ៍ចម្រូងចម្រាសចិត្តភ័យភាពរីករាយនឹងការទទួលខុសត្រូវនាងដឹងថាពេលនេះគាត់វិសាលនិងក្មេងស្រីដែលបានផ្ទេរវិញ្ញាណកំពុងពាក់ព័ន្ធជាមួយនាងវិញវិសាលស្រែកសុភា
អ្នកបានជួយពួកនាងវិញប៉ុន្តែអ្នកត្រូវចេះថាការរស់ឡើងវិញមិនមែនជាការបញ្ចប់វាជាការបន្តសុភាអង្គុយនឹងចាប់ដៃវិសាលនាងដឹងថាចំពោះការផ្ទេរវិញ្ញាណនេះគ្មានអ្វីដែលអាចធ្វើបានល្អឬអាក្រក់ទេអ្នកដែលចេះស្រឡាញ់ពិតប្រាកដអាចជួយផ្ទេរវិញ្ញាណបានអ្នកដែលចេះច្រឡំអាចបង្កស្លាប់ម្នាក់ទៀតនាងសម្រេចចិត្តថានាងត្រូវអនុវត្តស្នេហាពិតប្រាកដពេលនេះទឹកបឹងមើលទៅស្ងប់ស្ងាត់ប៉ុន្តែវាស្ទើរតែចង្អៀតភ្នែកនាងនិងវិសាលចុះទៅជិតទឹកវិញវិសាលណែនាំថាចូលសុភាសេឈ្មោះនិងអារម្មណ៍ស្នេហារបស់នាងទៅក្មេងស្រីដែលនាងចង់ជួយចូលទៅក្នុងទឹកនិងទទួលស្គាល់អារម្មណ៍ពិតប្រាកដរីម្នាក់នឹងទទួលវាហើយមានឱកាសរស់ឡើងវិញសុភាអង្គុយនិងចាប់ដៃវិសាលទ្វេដៃចេញក្រដាសនិងដាក់ចូលក្នុងទឹកភ្លាមនោះទឹកភ្លឺស្រស់ហើយស្រមោលក្មេងស្រីម្នាក់កើតឡើងពីទឹកភ្នែកនាងភ្លឺនិងភ្លាត់ស្អាតខ្ញុំអាចសរសេរឡើងវិញគឺនាងហៅសុភាភ្ញាក់ខ្លាំងប៉ុន្តែចិត្តនាងកំពុងរំភើបនាងដឹងថាពេលនេះក្មេងស្រីថ្មីបានរស់ឡើងដោយស្នេហារបស់នាងបន្ទាប់ពីការផ្ទេរវិញ្ញាណសុភាដឹងថាវិសាលបានបន្តរស់នៅទៀតក្នុងទឹកបឹងតែគាត់មិនមែនមនុស្សទេគាត់ក្លាយជាស្នាមស្នេហានិងអរិយស្នេហាសុភាអ្នកបានធ្វើបានល្អអ្នកអាចផ្ដល់ជីវិតវិញនិងចេះស្រឡាញ់ពិតប្រាកដវិញស្រែកសុភាដង្ហើមយ៉ាងស្ងប់ស្ងាត់ចិត្តនាងពោពេញដោយភាពសុខសាន្តនិងការទទួលខុសត្រូវនាងដឹងថាការស៊ើបអង្កេតមិនមែនសម្រាប់ការសង្ស័យនិងការភ័យខ្លាចទៀតទេប៉ុន្តែសម្រាប់ការស្រឡាញ់និងការរស់នៅដោយស្មោះចុងរាត្រីនោះពេលភ្លៀងបិទទឹកបាតបឹងស្ងប់ស្ងាត់តែស្រមោលក្មេងស្រីម្នាក់នៅក្បែរស្រទន់បង្ហាញស្នាមញឹមវិញវិសាលស្រែកស្រាលយើងនៅទីនេះជាមួយអ្នកចប់ជានិច្ចសុភាដឹងថានេះជាចំណុចចុងក្រោយនៃការស៊ើបអង្កេតនិងការផ្ទេរវិញ្ញាណ17ពីស្រីដែលបានស្លាប់ការរស់ឡើងវិញមិនមែនអាចកំណត់ដោយអំណាចឬការឃាតទេវាជាស្នេហាពិតប្រាកដដែលអាចផ្ទេរវិញ្ញាណនិងបញ្ចប់អាចកំបាំងរាត្រីមួយក្រោយពេលផ្ទេរវិញ្ញាណក្មេងស្រីថ្មីសុភាបានទៅបឹងស្រង់ម្ដងទៀតនាងដឹងថាការផ្ទេរវិញ្ញាណមិនមែនបញ្ចប់នៅទីនេះទេវិញ្ញាណវិសាលនិងស្រី17នាក់កំពុងត្រួតត្រានិងពិនិត្យចិត្តនាងសុភាតើអ្នកអាចរក្សាស្នេហារបស់អ្នកដោយមិនបំផ្លាញពួកនាងទេវិញស្រែកសុភាត្រឡប់មើលទឹកបន្ទាប់មកឃើញស្រី17នាក់ក្នុងស្រមោលមិនច្បាស់ពួកនាងមើលសុភាដោយភ្នែកពោពេញអារម្មណ៍និងស្នេហាអ្នកត្រូវស្មោះអ្នកត្រូវស្រឡាញ់ពួកយើងពិតប្រាកដបើមិនដូច្នោះអ្នកនឹងបាត់ពីពួកយើងក៏សុភាដកដង្ហើមយ៉ាងខ្លាំងចិត្តនាងភ័យនាងដឹងថានេះជាការប្រជុំចុងក្រោយវិញវិសាលឈរពីចម្ងាយទឹកស្រង់ភ្នែកគាត់ដោយទឹកបឹងមិនអាចមើលជ្រៅបាននាងសម្ដែងចិត្តស្មោះក៏ខ្ញុំសូមស្រឡាញ់ពួកអ្នកខ្ញុំសូមរក្សាវិញ្ញាណពួកអ្នកភ្លាមនោះទឹកបឹងរំភើបស្រី17នាក់បញ្ចេញសម្លេងស្រែកស្រទន់គឺសុភាអ្នកអាចរក្សាពួកយើងប៉ុន្តែអ្នកត្រូវបង្ហាញស្នេហាពិតប្រាកដនាងចាប់ដៃវិសាលប៉ុន្តែស្រមោលវិញ្ញាណកំពុងរុញចូលចិត្តនាងជាការពិតប្រសិនបើនាងភ្លេចចិត្តស្មោះអាចបង្កការបាត់បង់វិញ្ញាណម្នាក់ឬក្មេងស្រីថ្មីសុភាដឹងថាបន្ទាប់ពីផ្ទេរវិញ្ញាណម្ដងនាងត្រូវតែស្មោះលើអារម្មណ៍របស់ខ្លួននាងដាក់ក្រដាសចេញពីកាមេរ៉ានិងចុចចូលទឹកខ្ញុំស្រឡាញ់ពួកអ្នកពិតប្រាកដខ្ញុំសូមរក្សាវិញ្ញាណនិងការរស់ឡើងវិញរបស់ពួកអ្នកខ្ញុំនឹងមិនបំផ្លាញពួកអ្នកទេទឹកបឹងភ្លឺឡើងជាស្រមោលពន្លឺភ្លឺច្បាស់ស្រី17នាក់ស្រមោលរំភើបនិងវិញ្ញាណវិសាលស្រែកស្រាលក៏សុភាអ្នកបានជួយពួកយើងអ្នកអាចរក្សានិងចេះស្រឡាញ់ពួកយើងពិតប្រាកដសុភាដឹងថានេះជាការប្រជុំចុងក្រោយដែលនាងបានឆ្លងកាត់ដោយស្មោះលើអារម្មណ៍និងចិត្តស្រឡាញ់ពិតប្រាកដពេលពន្លឺទឹកស្រង់លាបចេញសុភាអង្គុយនៅលើច្រាំងនាងដឹងថាវិសាលនៅជាមួយនាងជាស្នាមស្នេហានិងវិញ្ញាណស្រី17នាក់ក្មេងស្រីថ្មីបានរស់ឡើងវិញដោយស្នេហារបស់នាងអាចផ្ទេរវិញ្ញាណនិងរក្សាវិញដោយស្មោះសុភាដង្ហើមយ៉ាងស្ងប់ស្ងាត់ចិត្តនាងពោពេញដោយសុខសាន្តនាងបានឃើញថាស្នេហាពិតប្រាកដអាចផ្លាស់ប្ដូរជីវិតនិងផ្ទេរវិញ្ញាណចិត្តស្អាតនិងស្នេហាពិតប្រាកដវាជាកន្លងសម្រាប់ការរស់ឡើងវិញគឺស្រី17នាក់ស្រែកជាសំឡេងស្រទន់ក្នុងទឹកសុភាអ្នកបានឆ្លងកាត់ការប្រឈមអ្នកបានរក្សានិងស្រឡាញ់ពួកយើងពិតប្រាកដសុភាអង្គុយនៅលើច្រាំងបន្ទាប់មកបិទភ្នែកដង្ហើមយ៉ាងស្ងប់ស្ងាត់ជីវិតនាងនិងវិញ្ញាណវិសាលនឹងនៅជាប់ជាមួយគ្នាជាស្នាមស្នេហានិងការរស់ឡើងវិញព្រឹកថ្ងៃស្អែកបន្ទប់សុភាត្រង់លើច្រាំងបឹងពេលភ្លៀងបានឈប់បាតទឹកស្រង់ស្ងប់ស្ងាត់សុភាអង្គុយលើកដៃដើម្បីប៉ះទឹកមើលស្រី17នាក់ដែលបានរស់ឡើងវិញពួកនាងមើលនាងដោយភ្នែកពោពេញស្នេហានិងអារម្មណ៍ស្ងប់ស្ងាត់គឺសុភាអ្នកបានឆ្លងកាត់អាថ៌កំបាំងអ្នកបានរក្សាពួកយើងសំឡេងវិញវិសាលស្រែកស្រាលសុភាភ្ញាក់ខ្លាំងប៉ុន្តែចិត្តនាងពោពេញដោយសុខសាន្តនាងដឹងថានេះជាចំណុចចុងក្រោយនៃការស៊ើបអង្កេតនិងការរស់ឡើងវិញពីថ្ងៃនោះមកសុភាបានចាប់ផ្ដើមរស់នៅជាមួយវិញ្ញាណវិសាលនិងក្មេងស្រី17នាក់នាងមានអារម្មណ៍ថាជីវិតមិនមែនមានតែភាពអាថ៌កំបាំងនិងភ័យស្លាប់ទេ
ស្នេហានិងសេចក្តីស្មោះអាចផ្លាស់ប្ដូរវិញ្ញាណនិងជីវិតបាននាងក្លាយជាកន្លងស្នេហាវាងវិញ្ញាណនិងជីវិតសុភាធ្វើអ្វីដោយយកចិត្តទុកដាក់និងស្មោះលើអារម្មណ៍របស់ខ្លួននាងដឹងថាក្មេងស្រីម្នាក់នឹងមានឱកាសរស់ឡើងវិញដោយស្នេហារបស់នាងបើក្រដាសចាស់និងឯកសារដែលនាងរក្សាទាំងអស់បានបញ្ចប់អាថ៌កំបាំង15ពីរស្រីបានលុបបាត់សុភាអង្គុយនៅលើច្រាំងបង្ហាញស្នាមញឹមការស្រឡាញ់ពិតប្រាកដអាចផ្លាស់ប្ដូរជីវិតនិងវិនាសអរិយនាងហៅខ្លួនឯងក្នុងចិត្តស្រី15នាក់នៅជុំវិញនិងវិញ្ញាណវិសាលបានស្រែកស្រទន់ក្នុងទឹកសុភាអ្នកបានរក្សានិងស្រឡាញ់ពួកយើងពិតប្រាកដពួកយើងនឹងនៅជាប់អ្នកជានិច្ចគឺសុភាដង្ហើមយ៉ាងស្ងប់ស្ងាត់និងចង់សរសេររាល់អារម្មណ៍ស្រឡាញ់ដែលនាងមានក្នុងចិត្តនាងដឹងថាពេលនេះជីវិតនាងបានប្ដូរទៅជាសុខមួយថ្មីជាសុភាដែលមានចិត្តស្រឡាញ់និងដឹងច្បាស់ពីអរិយនិងវិញ្ញាណចុងព្រឹកស្អែកយប់អមដោយពន្លឺព្រះអាទិត្យទ្រន់ទ្រាយលើបឹងសុភាអង្គុយមើលទឹកនិងស្រី15នាក់ក្នុងស្រមោលជាមួយវិញ្ញាណវិសាលនាងដឹងថាពួកនាងនឹងនៅជាមួយនាងជានិច្ចជីវិតមិនមែនទទួលបានតាមសំណាងឬអំណាចទេតែដោយស្នេហានិងការស្មោះលើអារម្មណ៍ពិតប្រាកដអាចផ្លាស់ប្ដូរនិងបញ្ចប់អាថ៌កំបាំងបានសុភាដង្ហើមយ៉ាងស្ងប់ស្ងាត់និងចិត្តពោពេញដោយស្នេហានាងដឹងថាពីពេលនេះទៅប្រវត្តិសាស្ត្រនាងនិងក្មេងស្រី15នាក់និងវិសាលបានភ្ជាប់ជាមួយគ្នាជានិច្ចគឺស្នេហាវិញ្ញាណនិងជីវិតនេះជាអ្វីដែលខ្ញុំបានយល់ឥឡូវនេះ